សម្រាប់បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំកប់កូនត្រីប៉ុន្តែអត់ដឹងពីរបៀបធ្វើតាមពិតតិចនិចនៃការធ្វើកប់កូនត្រីអត់មានអីពិបាកឯណាបងប្អូនគឺងាយស្រួលធ្វើខ្លាំងមែនតែនក្លិនក៏ឈ្ងុយចំណែកឯរសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរហើយបានញ៉ាំជាមួយនឹងផ្កាស្នោពពាយឬក៏ផ្លែសាឡាត់នេះទៀតនិយាយពីរឿងរសជាតិវិញឆ្ងាញ់ខ្លាំងណាបងប្អូនចំពោះការធ្វើរបស់ខ្ញុំគឺអត់មានអីពិបាកទេបងប្អូនជាដំបូងគឺនាងខ្ញុំបានយកគ្រឿងដែលនាងខ្ញុំបានបុករួចហ្នឹងយកមកចាក់ដាក់មួយឡែកគ្រឿងបុកនេះដែរនាងខ្ញុំប្រើរំដេងគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសជាមួយនឹងម្ទេសយកមកបុកឲ្យម៉ត់បន្ទាប់មកនាងខ្ញុំបានដាក់ប្រហុកសម្រាប់ប្រហុកនាងខ្ញុំប្រើប្រហុកត្រីសាច់ហើយសម្រាប់សាច់ជ្រូកនាងខ្ញុំប្រើសាច់ជ្រូក3ជាន់ណាយកមកចិញ្ច្រាំឲ្យម៉ត់នាងខ្ញុំបានដាក់ប៊ីចេង1ស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេសម្រាប់កូនត្រីនាងខ្ញុំប្រើ3ខាំហើយនាងខ្ញុំបានយកទៅលាងទឹកឲ្យស្អាតសម្រាប់នាងខ្ញុំកប់ត្រីនាងខ្ញុំចូលចិត្តលាយផ្សិតបន្តិចតែបើបងប្អូនអត់ចូលចិត្តផ្សិតមិនបាច់ដាក់ក៏បានដែរសម្រាប់ម្ជូរថ្ងៃនេះនាងខ្ញុំប្រើត្រួយអំពិលតែបើបងប្អូនចូលចិត្តម្ជូរកាសាំងអីអាចដាក់ម្ជូរកាសាំងក៏បានដែរណាបងប្អូនបន្ទាប់មកយើងច្បល់ឲ្យគ្រឿងផ្សំហ្នឹងចូលជាតិគ្នាល្អមើលតែថាគ្រឿងផ្សំនឹងចូលជាតិគ្នាល្អហើយនាងខ្ញុំបានបន្ថែមស្លឹកម្រះព្រៅដើម្បីឲ្យកប់របស់យើងរឹតតែមានក្លិនឈ្ងុយបន្ថែមទៀតបន្ទាប់មកនាងខ្ញុំបានកូរច្បល់ប្រហែលជា1ទៅ2នាទីទើបនាងខ្ញុំយកកប់ហ្នឹងទៅដាក់អាំងសម្រាប់ការអាំងកប់នេះដែរនាងខ្ញុំប្រើស្លឹកចេកតែបើបងប្អូនមានស្លឹកល្មៀតឬក៏ត្រួយរំដេងអីយើងអាចដាក់ទ្រាប់ពីក្នុងបានដើម្បីឲ្យកប់របស់យើងហ្នឹងរឹតតែមានក្លិនឈ្ងុយពេលដែលញ៉ាំទៅរសជាតិក៏ឆ្ងាញ់ខ្លាំងដែរប៉ុន្តែថ្ងៃនេះនាងខ្ញុំរកអត់បានអញ្ចឹងនាងខ្ញុំប្រើតែស្លឹកចេកទេណាបងប្អូនហើយសម្រាប់ការអាំងនេះយើងប្រើចក្រានខ្ជុំអញ្ចឹងរសជាតិអាំងចេញមកឆ្ងាញ់ខ្លាំងណាបងប្អូនហើយសម្រាប់កប់កូនត្រីនេះដែរយើងញ៉ាំជាមួយនឹងផ្កាស្នោតសក់ត្រប់ហើយជាពិសេសយើងញ៉ាំជាមួយនឹងផ្លែសាឡាត់ខ្ចីអញ្ចឹងទៀតនិយាយពីថារឿងរសជាតិវិញឆ្ងាញ់ខ្លាំងមែនតែនតែម្ដងដោយសារផ្លែសាឡាត់ហ្នឹងពេលដែលយើងញ៉ាំទៅឡើងផ្អែមខ្ទិះឆ្ងាញ់ខ្លាំងណាបងប្អូនអញ្ចឹងហើយសម្រាប់មួយមុខនេះបើបងប្អូនបានធ្វើញ៉ាំហើយនាងខ្ញុំធានាថាដឹងតែញ៉ាំលិតដៃណាឥឡូវការបង្ហាញពីមុខម្ហូបកប់កូនត្រីរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនចង់ដឹងថារសជាតិបែបណាអាចសាកធ្វើញ៉ាំបានណា